បាទជំរាបសួរបងប្អូនអរគ្នាសម្រាប់ថ្ងៃនេះគឺខ្ញុំធ្វើវីដេអូមួយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នៅកម្មវិធី CapCut ឬក៏ AI របស់ CapCut ក្នុងការ design background ផលិតផលឲ្យស្អាតអូខេវាពិតជាសំខាន់មែនទែនសម្រាប់បងប្អូនអ្នកដែលគាត់រកស៊ីនៅលើវិស័យ online ណាគាត់អាចយកកម្មវិធីហ្នឹងដើម្បីកំណត់ background នៅផលិតផលរបស់គាត់ឲ្យស្អាតឲ្យទាក់ទាញវាពិតជាសំខាន់មែនទែនសម្រាប់បងប្អូនអ្នកដែលគាត់រកស៊ីផ្នែកហ្នឹងបើសិនជាផលិតផលរបស់គាត់អត់ស្អាតក៏វាអត់មានភាពទាក់ទាញទៅកាន់អតិថិជនរបស់គាត់ដែរអូខេកុំឲ្យខាត់ពេលយូរបងប្អូនទៅចូលទៅក្នុង website របស់ CapCut យើងវាយពាក្យថា capcut.com បងប្អូន enter អូខេវានឹងចេញមកទម្រង់បែបហ្នឹងបងប្អូនទៅចូលទៅក្នុង Magic Tool បន្តមកទៀតបងប្អូនទៅ scroll ទៅក្រោមវាមាន AI ច្រើនមែនតើនៅក្នុងហ្នឹងបងប្អូនត្រូវយកពាក្យថា Image Studio អូខេយើងคลิกលើហ្នឹងមកអូខេនៅក្នុង Image Studio វាមានច្រើនវាមាន Remove Background វាមាន AI Background វាមាន Posters Scale Imageអូខេឥឡូវយើងនិយាយតែពាក់ព័ន្ធជាមួយនឹង AI background ទេយើងคลิกលើ AI background បងប្អូនត្រូវការ upload នៅ product របស់បងប្អូនឬក៏ផលិតផលរបស់បងប្អូនដែលថតចេញពីទូរស័ព្ទដៃរបស់បងប្អូនជាក់ស្ដែងដូចជារូបភាពរបស់ខ្ញុំនេះអូខេខ្ញុំថតចេញពីទូរស័ព្ទដៃរបស់ខ្ញុំអូខេយើងធ្វើការទាញវាចូលទៅក្នុងនេះចឹងរំខានឲ្យវា remove នៅ background របស់យើងកំពុងតែ analyzing អូខេអញ្ចឹងបានហើយបងប្អូនត្រូវ select នៅ background សម្រាប់ផលិតផលរបស់បងប្អូនអូខេខ្ញុំសូមយក background បែបនេះបើសិនជាបងប្អូនអត់ចង់បាន background អញ្ចឹងបងប្អូនអាចធ្វើការ prompt នៅលើបានយើងចង់បានឲ្យប្លែកជាងហ្នឹងយើងចង់បានឲ្យលយជាងហ្នឹងយើងអាចចូលទៅ promptយើងវាយនៅ text ឬក៏គោលបំណងដែលយើងចង់បានយើងអាចវាយនៅលេខនេះបានជាភាសាអង់គ្លេសបញ្ជាក់បងប្អូនជាភាសាអង់គ្លេសអូខេបើសិនជាយើងអត់ទេយើងចូលលេខ preset លេខ preset យើង scroll ទៅក្រោមយើងរក background ណាដែលយើងស្រឡាញ់ពេញចិត្តអូខេខ្ញុំរកមួយនេះខ្ញុំចុច generate វាឲ្យ result យើង4ក្នុងការជ្រើសរើសអូខេនេះគឺជា result ដែលវាចេញមកនេះឃើញទេវាពិតជាស្អាតមែនតើដូចថាយើងនៅក្នុងផ្ទះយើងមានកង្វះខាតពាក់ព័ន្ធមួយ background ឬក៏អីយើងអាចប្រើកម្មវិធីនេះបានបងប្អូនពិតជាងាយស្រួលមែនតើសម្រាប់បងប្អូនម្ចាស់អាជីវកម្ម online មួយបងប្អូនមានផលិតផលប៉ុន្តែយើងថតអត់ទាក់ទាញថតអត់ស្អាតក៏អតិថិជនគេចាប់អារម្មណ៍ដែរប៉ុន្តែនៅពេលដែលយើងដាក់អញ្ចឹងមកឃើញវាមានភាពទាក់ទាញមួយបែបទៀតឲ្យយើងឯងបងប្អូនអាច select អានេះបងប្អូន select អានេះ select អានេះវាដូចជារូបប៉ិតអញ្ចឹងឃើញទេអូខេយើងអាចប្រើកម្មវិធីនេះបានក្នុងការធ្វើការងាររបស់យើងអូខេអញ្ចឹងសម្រាប់បងប្អូនចង់ប្រើនៅមុខងារមួយនេះវាទាមទារបងប្អូនបង់លុយប្រើ Pro អញ្ចឹងចំពោះការប្រើមុខងារ Pro ឬក៏មុខងារមួយនេះខាងខ្ញុំក៏មានលក់នៅគណនី CapCut Pro សម្រាប់បងប្អូនដែលចង់បានយកទៅប្រើប្រាស់អញ្ចឹងបងប្អូនអាចប្រើបានទូទៅទាំង computer ទាំងទូរស័ព្ទដៃហើយនឹងជា web បែបនេះនេះជាលក្ខណៈ website បងប្អូនណាប៉ុន្តែបងប្អូនអាចប្រើបាន3តម្រូវការហ្នឹងវាចំណេញមែនតើហើយចំណាយលុយតិចទេតែទទួលបានមកវិញចំណេញច្រើនអូខេមានតម្រូវការអាចតាក់ទងមកខាងខ្ញុំបានមាន link នៅលើ description ឬក៏ចូលទៅក្នុង website www.kmedg.com បងប្អូននឹងឃើញនៅ product របស់យើងជាច្រើនយើងមាន license window យើងមាន license office window អញ្ចឹងស្អី office ដូចជាយើងទៅទូទៅបងប្អូនមួយ Word Excel អីចឹងណាអូខេយើងមាន CapCut Pro បងប្អូនអាចតំណែងមកកាន់ខាងយើងបានដើម្បីឲ្យពួកយើងកំណត់ឲ្យបងប្អូនហើយបញ្ជាក់បងប្អូនក្នុងការតម្លើងអីផ្សេងគឺខាងយើងតម្លើងជូនតែឥតគិតថ្លៃបងប្អូនមានតម្រូវការអាចតាក់ទងមកខាងយើងបានឬក៏លេខទូរស័ព្ទខាងលើបានណា
អូខេវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេបងប្អូនមានចម្ងល់ឬក៏មានអីត្រូវសួរបងប្អូនអាចតាក់ទងតាម Telegram ឬក៏ comment មកខាងខ្ញុំបានអញ្ចឹងអរគុណច្រើនកុំភ្លេច subscribe នៅលើ channel YouTube និង follow នៅលើ TikTok របស់ក្មេង DG ឬក៏ Facebook របស់ក្មេង DG អរគុណច្រើន